តើវិស្វករការឋានមានតួនាទីធ្វើអីខ្លះនៅក្នុងការឋានថ្ងៃនេះខ្ញុំមេក្រានឹងមកបង្ហាញទៅអ្នកនរគ្នាវិស្វករការឋានគឺមានតួនាទីសំខាន់ណាស់នៅក្នុងការស្ថានសំណង់វិស្វករការឋានគឺជាអ្នកដែលធានាថាការងារសាងសង់ដំណើរការទៅមុខដោយរលូនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសនិងពេលវេលាដែលបានកំណត់ទុកតួនាទីរបស់វិស្វករការឋានគឺមានដូចជាការគ្រប់គ្រងនិងត្រួតពិនិត្យការសាងសង់វិស្វករការឋានត្រូវតាមដាននិងត្រួតពិនិត្យការងាររបស់កម្មករជាងនិងអ្នកជំនាញផ្សេងៗទៀតដើម្បីធានាថាពួកគេធ្វើការងារដោយត្រឹមត្រូវតាមការងារបច្ចេកទេសនិងផែនការដែលបានកំណត់ទុកការធានាគុណភាពសំណង់វិស្វករការឋានត្រូវត្រួតពិនិត្យគុណភាពនៃវត្ថុធាតុដើមនៃការសាងសង់និងការងារសាងសង់ដើម្បីធានាថាសំណង់មានគុណភាពរឹងមាំនិងប្រើប្រាស់បានយូរអង្វែងការគ្រប់គ្រងពេលវេលានិងថវិកាវិស្វករការឋានត្រូវគ្រប់គ្រងពេលវេលានិងថវិកាដែលបានកំណត់សម្រាប់គម្រោងដើម្បីធានាថាការងារសាងសង់បញ្ចប់ទាន់ពេលវេលានិងមិនលើសថវិកាការដោះស្រាយបញ្ហាវិស្វករការឋានត្រូវចេះដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមាននៅក្នុងការឋានដូចជាបញ្ហាទាក់ទងនឹងការងារបច្ចេកទេសវត្ថុធាតុសំណង់ឬក្រុមការងាររបស់កម្មករជាដើមការទំនាក់ទំនងវិស្វករការឋានត្រូវធ្វើការទំនាក់ទំនងជាមួយអ្នកដែលពាក់ព័ន្ធផ្សេងៗដូចជាម្ចាស់គម្រោងអ្នកម៉ៅការនិងអាជ្ញាធរដែលពាក់ព័ន្ធដើម្បីធានាថាគម្រោងដំណើរការទៅបានល្អ